ta dương nhầmទាំងអស់គ្នាដោយយើងស្រង់សាច់របស់យើងហើយនឹងគុនជ្រូកបងប្អូនបងប្អូនយើងមកធ្វើទឹកត្រីផ្អែមដាក់ស្ករដាក់ស្ករ3ស្លាបព្រាកន្លះបងប្អូនយើងធ្វើតាមមួយកូនចានតូចហ្នឹងទេដោយសារខ្ញុំញ៉ាំតែ2នាក់បងប្អូនដាក់ប៊ីចេងកន្លះស្លាបព្រាសៅស៊ុបខ្នុរហើយយើងដាក់ទឹកត្រីយើងដាក់ទឹកក្រូចឆ្មារៀងជូរបន្តិចណាបងប្អូនបជាគ្រាប់យើងច្របាច់ចូលទៅប្រហែលជា2គ្រាប់អីហ្នឹងបងប្អូន2គ្រាប់3គ្រាប់អីហ្នឹងសម្រាប់អ្នកចូលចិត្តជូរបងប្អូនអានេះយើងថែមទឹកបន្តិចយើងកូរបងប្អូនកូរវាឲ្យលាយស្ករអស់ហើយយើងភ្លក់ត្រីផ្អែមឬក៏ជូរអីតាមហ្នឹងបងប្អូនតាមបងប្អូនចូលចិត្តចឹងទៅយើងកូរឲ្យលាយស្ករអស់សិនបងប្អូនឥឡូវយើងកូរចូលគ្រឿងសព្វអស់ហើយរសជាតិល្មមដែរនេះខ្ញុំចូលចិត្តហើយអញ្ចឹងខ្ញុំដាក់ខ្ទឹមចូលដាក់ម្ទេសយើងដាក់សណ្តែកដីបងប្អូនត្រីផ្អែមយើងហើយឆ្អិនហើយបងប្អូននេះតាយើងញ៉ាំទាំងអស់គ្នា